Bạn say lờ mấy công thay chọc trùng trả tờ bần nâng rừng anh mình chọc ăn tẹ bồ lì. ព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលមាន account Facebook ឈ្មោះ លន់ឡា ដែលគេស្គាល់ថាគាត់មានដីស្រែនៅម្ដុំនោះដែលគាត់បានបង្ហោះនិងបញ្ជូនតាមឆាតឲ្យក្រុមសារព័ត៌មានយើងដឹងថាត្រាក់ទ័រ 3 គ្រឿងដែលឈូសឆាយបំផ្លាញដីព្រៃលិចទឹកនៅតំបន់កប់ចេះនោះត្រូវបានសមត្ថកិច្ចប៉ូលីសឃាត់បានហើយរួមទាំងមនុស្សម្នាក់ទៀតផងលោកមើកុងម៉ាញ់អធិការនគរបាលស្រុកជលគិរីបានទទួលស្គាល់ថានៅវេលាម៉ោងប្រមាណ 10 យប់ថ្ងៃទី 21 ខែឧសភាឆ្នាំ 2026 កម្លាំងនគរបាលអធិការដ្ឋានស្រុកជលគិរីបានចេញល្បាតនៅពេលយប់ក៏បានឃាត់ខ្លួនមនុស្សម្នាក់និងត្រាក់ទ័រ 3 គ្រឿងដែលកំពុងឈូសឆាយដីនៅតំបន់កប់ចេះដែលជាដែនព្រៃលិចទឹកដែលរដ្ឋហាមឃាត់នោះមែនបច្ចុប្បន្ននៅព្រឹកថ្ងៃទី 22 ខែឧសភាឆ្នាំ 2026 នេះសមត្ថកិច្ចកំពុងសាកសួរនិងចុះស៊ើបអង្កេតបន្ថែមនៅកន្លែងកើតហេតុគួររំលឹកថាដែនព្រៃលិចទឹកនៅតំបន់កប់ចេះនេះស្ថិតនៅក្នុងភូមិសាស្ត្រឃុំពីមឆ្កោបស្រុកជលគិរីហើយដែនព្រៃលិចទឹកនៅតំបន់កប់ចេះនេះនៅមុនឆ្នាំ 1919 គឺមានទំហំរាប់សិបហិកតាប៉ុន្តែបច្ចុប្បន្ននៅសល់តែមួយដុំតូចតែប៉ុណ្ណោះដោយជនតិចចរិតបន្តលួចឆ្មក់ចូលឈូសឆាយជាបន្តបន្ទាប់មានទាំងធ្វើប្រឡាយទឹកធំដុំទៀតផងកន្លងមកតេតិននឹងការលួចទន្ទ្រានឈូសឆាយដីព្រៃនៅតំបន់ហាមឃាត់ចំណុចកប់ចេះនេះមានសំណុំរឿងខ្លះត្រូវបានសមត្ថកិច្ចរដ្ឋបាលអាជ្ញាធរនិងសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការរួចទៅហើយដែររួមទាំងដកហូតដីទាំងនោះទៅជាសម្បត្តិរដ្ឋវិញពលគឺទុកឲ្យព្រៃដុះឡើងវិញតាមធម្មជាតិបើយោងតាមប្រភពព័ត៌មាននិងឯកសារខ្លះនៅកាលនោះជនពាក់ព័ន្ធទាំងនោះមានមួយចំនួនធំនៅឃុំត្រាប់ស្រុកបាធីខេត្តកំពង់ចាមហើយជនដែលជាមេខ្លាំងពាក់ព័ន្ធនឹងសកម្មភាពកាយធ្វើប្រឡាយទឹកនោះមាន2នាក់នៅស្រុកជលគិរីនេះគឺម្នាក់នៅឃុំពីមឆ្កោបជាម្ចាស់គ្រឿងចាក់និងម្នាក់ទៀតនៅឃុំព្រៃគ្រីដែលគាត់ទៅនឹងទៅវាទីធ្វើស្រែនៅទីនោះបើយោងតាមប្រភពព័ត៌មានដែលជាមនុស្សជិតស្និទ្ធនឹងជនសង្ស័យទាំងនោះបាននិយាយឲ្យដឹងថាជនទាំងនោះត្រូវបានតុលាការអនុវត្តនីតិវិធីជាហូរហែមកដែរគឺមានខ្លះត្រូវតុលាការក៏ហៅទៅផិតភ័យស្លាំងមុខប៉ុន្តែក្រោយមកនឹងរហូតមកដល់បច្ចុប្បន្នជនទាំងនោះឃើញតែរស់នៅតាមលំនៅឋានយ៉ាងសុខសាន្តដដែលចំណែកឯដីព្រៃដែលឈូសឆាយទាំងនោះនៅតែខ្លាចជាដីស្រែដដែលរហូតមកទល់បច្ចុប្បន្នអត្ថបទនិងរូបភាពរៀបរៀងឡើងដោយលោកហ៊ីឈុនលីនិពន្ធនិយុឥឡូវចាប់បានអាប្រាក់3គ្រឿងចាប់បានអត្រា3គ្រឿងចាប់បានតកងម្នាក់ជុំបាញ់ថ្ងៃទី21ថ្ងៃ22ម៉ោង9យប់រុញពីណាណៃខ្លះឡើងទឹកទីឡាញដីព្រៃនេះចាប់បានអាប្រាក់3គ្រឿងនៅកន្លែងស្រុកចាប់បានតកងម្នាក់នេះប្រាក់ចាប់បានយប់មិញរុញព្រៃកប់ចាស់3គ្រឿងរុញតំបន់ព្រៃលិចទឹកហ្នឹងចាប់បាន3គ្រឿងប្រាក់យប់មិញគឺមើលវាពពួកអត្រាបំផ្លាញព្រៃចាប់បានឥឡូវយកមកដាក់កន្លែងស្រុកកន្លែងប៉ោះចាប់បានទាំងមនុស្សទៀត